បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែគាំទ្រ Page Admin កុំផ្ទាស់ហើយសម្រាប់ថ្ងៃនេះមកជួបជាមួយនឹង Admin ដូចរាល់ដងអញ្ចឹងសម្រាប់តម្រូវបាល់2គូពិសេសដែល Admin ចែកជូនជារៀងរាល់ថ្ងៃនៅក្នុងបណ្ដាញសង្គមផ្សេងៗរបស់ Admin គុំទាំងអស់ណាហើយសម្រាប់វីដេអូមួយនេះក៏មិនជាវែងណាស់ណាដែរដោយសារបាល់មិនមានជាបាល់ធំៗដែលត្រូវធ្វើការវិភាគឲ្យច្រើនទេសម្រាប់គូដែល Admin នឹងចែកមក2គូនៅក្នុងថ្ងៃនេះ Admin សូមជ្រើសរើសយកមួយគូនៅក្នុងបាល់របស់ Fang Long រវាង Inter Turku និងបើកធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Zona Jeon JK សម្រាប់ក្រុមទាំងពីរបើយើងមើលតាមលទ្ធផលនាពេលកន្លងមកក្រុមម្ចាស់ផ្ទះរៀងធ្វើបានល្អជាងដល់បច្ចុប្បន្នក្រុមម្ចាស់ផ្ទះ Inter Turku កំពុងតែស្ថិតនៅលើលេខរៀងទី1ចំណែកឯក្រុមភ្ញៀវ Zona Jeon កំពុងតែស្ថិតនៅលេខរៀងទី5បើយើងមើលតាមប្រវត្តិការជួបគ្នាកន្លងមកទៅគឺក្រុមទាំងពីរផ្ទះអ្នកណាគឺផ្ទះនឹងដូច្នេះហើយសម្រាប់គូមួយនេះ admin ចង់ឲ្យបងប្អូនធ្វើការគ្រប់គ្រងទៅលើក្រុមម្ចាស់ផ្ទះ Inter Turku យប់នេះជឿជាក់ថាម្ចាស់ផ្ទះ Inter Turku នឹងយកឈ្នះលើក្រុម Zona Jeon ដោយលទ្ធផលមិន1-0ក៏2-0ហើយសម្រាប់គូទី2 admin សូមជ្រើសរើសនៅក្នុងបាល់ Calcio Serie A អ៊ីតាលីរវាង FC Pisa និង Bergamo ខ្លួនឯងស្វាគមន៍ក្រុមភ្ញៀវ FC Lazio សម្រាប់ក្រុមទាំងពីរបើយើងមើលតាមលទ្ធផលដូចជាមិនសូវជាកាក់កបទេបើ Lazio ពីរដូវកាលមុនរៀងល្អតែរដូវកាលនេះអត់សូវល្អទេហើយចំណែកក្រុមម្ចាស់ផ្ទះវិញបច្ចុប្បន្នស្ថិតនៅបាតតារាងតែការប្រកួតនៃការជួបមួយ AC Milan នៅក្នុងទឹកដី AC Milan យើងធ្វើបានល្អក៏ប៉ុន្តែក្នុងការជួប Lazio យប់នេះក៏មិនប្រកាសថានឹងធ្វើល្អដូចការជួប AC Milan ដែរដូច្នេះបើយើងមើលតាមគុណភាពកីឡាករក្រុមទាំងមូល Lazio នៅតែមានប្រៀបនៅតែមានតាមជាងទោះបីជាយប់នេះ Lazio ត្រូវធ្វើជាក្រុមភ្ញៀវយ៉ាងណាក៏ដោយដូច្នេះសម្រាប់គូនេះអញចង់ណែនាំrecommend ឲ្យបងប្អូនធ្វើការគ្រប់គ្រងទៅលើក្រុមភ្ញៀវ Lazio ទាំងអស់គ្នាណាសម្រាប់ពីគូដែលអញមានជឿរឿងមួយថ្ងៃនេះទី1គឺឲ្យគ្រប់គ្រងលើក្រុមចាត់ផ្ទះ Inter Turku ចំណែកឯគូទី2ឲ្យគ្រប់គ្រងទៅលើក្រុមភ្ញៀវ Lazio នេះគ្រាន់តែជាតម្រូវបាល់ពីគូដែលមកចែកជូនបងប្អូនទេជាពិសេសទៅយើងនឹងមានគូផ្សេងៗជាច្រើនទៀតដែលអាចមានតែងទម្លាក់នៅក្នុងក្រុម AKFC Sportive បើសិនជាបងប្អូនមានបំណងចង់ join ក្រុម AKFC Sportive link នៅក្រោម profile របស់ admin អាចធ្វើការចុច join មកបានទាំងអស់គ្នាណាហើយសម្រាប់វីដេអូមួយនេះក៏មានត្រឹមតែប៉ុណ្ណេះដែរសូមកុំភ្លេចជួយជាកម្លាំងចិត្តឲ្យ admin គុំដែលគាត់ទៅធ្វើការចុច like share follow admin ម្នាក់ផងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយ